រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេកិត្តិយសលើកយកផ្នែកវិន័យអក្សរសាស្ត្រមកបង្ហាញគឺចម្រៀងមនោសញ្ចេតនាការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការនឿយហត់ទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកកាដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅចម្រៀងទី4លាហើយដុកទ័រ2ឆ្នាំកន្លងបងប្រឹងសិក្សាប្រឹងថ្នមស្នេហាដោយចិត្តភក្តីវត្តសំពើមាសភូមិអូរឫស្សីបងនឹងចរណៃស្បែកស្បត់សាយាប្រឡងពេទ្យធ្លាក់វលៈបែកចិត្តបែកគ្មានអាណិតបំភ្លេចសង្សារនឹកឃើញរឿងដើមដង្ហើមឈឺផ្សាអ៊ូលណែនអ៊ូរ៉ាគ្មានពេលធូរស្បើយអោពុនលោកស្នេហ៍ទៅបដោះថ្មីឥឡូវឥតន័យក្រៀមស្វិតអស់ហើយរស់នៅសពថ្ងៃឥតរំពឹងឡើយក្តីសង្ឃឹមអើយមិនដេចឡើយប្រេះឆាខ្ញុំសូមលាហើយដុកទ័រលាទាំងស្រីល្អដែលគ្មានមេត្តាលាសំពើមាសកំណើតស្នេហាលាស្រស់កនិដ្ឋាលាមួយជីវិតផែនដីព្រះច័ន្ទឆ្ងាយពីគ្នាណាស់អ្នកវិទ្យាសាស្ត្រអាចទៅដល់បានចំណែកដុកទ័រនិងស្រស់កល្យានរស់នៅក្បែរប្រាណមិនបានរួមរូបនិពន្ធដោយខ្ញុំបាទសសេរីយុកោនិពន្ធនៅថ្ងៃទី9ខែ7ឆ្នាំ1998អរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្តីសូមជម្រាបលា